ជំរាបសួរលោកគ្រូអ្នកគ្រូថ្ងៃនេះយើងមកផលិតល្បែងថ្មីមួយទៀតហើយដែលល្បែងនេះមានឈ្មោះថាកាដូអាតកំបាំងរបៀបប្រើលោកគ្រូអ្នកគ្រូអាចសួរកុមារថាតើសត្វអ្វីដែលចូលចិត្តញ៉ាំរបស់ដែលនៅក្នុងកាដូនេះកុមារនាំគ្នាទូទីបន្ទាប់មកលោកគ្រូអ្នកគ្រូអាចហូតក្រដាសនេះឡើងដើម្បីឲ្យឃើញជាមួយនឹងចម្លើយនៅខាងក្រោមឥឡូវយើងចូលដល់របៀបធ្វើតែម្ដងទី1គឺផ្ទាំងរូបភាពសម្រាប់ផ្ទាំងរូបភាពលោកគ្រូអ្នកគ្រូអាចទៅទាញយកបានពី Facebook Page សាលាមធ្យមសិក្សាគ្រូអក្សរមតិមជ្ឈិមចំនួន34បន្ទាប់មកទៀតមានកត្រៃមានស្គុតមុខ2ប្រដាប់កប់ Word ក៏ដូចជាបន្ទាត់ថង់ដាក់ឯកសារប្រភេទថង់ថ្លាដាក់សមីថ្លាសម្រាប់ដាក់ឯកសារនិងกระดาษកាតុងមួយដែលយើងកាត់ទំហំ A4 ជំហានដំបូងយកกระดาษកាតុងដែលបានកាត់ហើយទំហំ A4 នឹងដាក់ចូលក្នុងថង់ថ្លាបន្ទាប់មកទៀតគឺយើងធ្វើការកឹបនៅខាងក្រោមនេះលោកគ្រូអ្នកគ្រូកឹបតែ2គ្រាប់បានហើយកុំកឹបទៅជ្រៅពេកយើងកឹបចុងខាងក្រោមតែបន្តិចបានហើយចូលមកដល់រូបភាពយើងវិញសូមលោកគ្រូអ្នកគ្រូកាត់តាមស្នាមចុចនេះចេញដើម្បីកុំឲ្យរូបភាពនឹងវាធំប៉ុនទំហំ A4 ព្រោះយើងត្រូវការរូបភាពទូជាងទំហំ A4 បន្ទាប់ពីយើងកាត់រួចហើយសូមលោកគ្រូអ្នកគ្រូយករូបភាពដែលបានកាត់រួចដាក់ចូលក្នុងសមីថ្លាសូមដាក់រូបភាពចូលដោយទុកផ្នែកខាងស្ដាំគឺជាផ្នែកដែលអាចបើកបិទបានហើយរបៀបក្នុងការដាក់គឺយើងត្រូវខិតមកផ្នែកខាងស្ដាំឲ្យជិតជាងផ្នែកខាងឆ្វេងសម្រាប់ផ្នែកខាងឆ្វេងគឺយើងត្រូវកាត់ចេញប៉ុន្តែមុននឹងកាត់សូមលោកគ្រូអ្នកគ្រូប្រើស្គុតមុខ2ដើម្បីបិទនៅផ្នែកខាងក្រោយនៃរូបភាពដើម្បីកុំឲ្យវារត់ងាយស្រួលក្នុងការកាត់បន្ទាប់ពីបិទរួចសូមលោកគ្រូអ្នកគ្រូធ្វើការកាត់ផ្នែកខាងក្រោមជាមួយនឹងផ្នែកចំហៀងខាងឆ្វេងនៃរូបភាពនឹងចេញយើងទុកចន្លោះប្រហែលជាមួយហ៊ុនបានហើយអញ្ចឹងបន្ទាប់ពីយើងកាត់រួចស្អាតដល់ហើយសូមលោកគ្រូអ្នកគ្រូប្រើ Word គូសទៅលើរូបភាពកាដូជាមួយនឹងរូបដែលនៅក្នុងកាដូនឹងប៉ុន្តែយើងអត់គូសសត្វនៅខាងក្រោមទេព្រោះរូបសត្វនៅខាងក្រោមគឺសម្រាប់ទុកឲ្យកុមារទស្សន៍ទាយបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូសូមយកសមីដែលយើងបានកឹបមុនហ្នឹងគឺយើងយករូបភាពហ្នឹងមកដាក់នៅក្នុងសមីហ្នឹងអញ្ចឹងយើងយករូបភាពដែលមានសត្វហ្នឹងដាក់ទៅផ្នែកខាងក្រោយសូកវាទៅប្រឡោះក្រោយហើយសម្រាប់រូបភាពដែលយើងបានគូសមិញហ្នឹងគឺយើងសូកវាមកខាងមុខបែបនេះទៅគឺយើងអត់មើលឃើញសត្វនៅខាងក្រោយទេលោកគ្រូអ្នកគ្រូអញ្ចឹងលោកគ្រូអ្នកគ្រូអាចប្រើប្រាស់បានហើយខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូនឹងចែករំលែកវាទៅកាន់សិស្សនៅក្នុងថ្នាក់របស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាអរគុណច្រើនជម្រាបលា